សូមជម្រាបសួរប្រិយមិត្តនិយមតាមដានតម្លៃហាងជីមាសប្រចាំថ្ងៃដោយលោកស្រីបានជ្រាបរៀបមកហើយថាតម្លៃមាសបានហក់ឡើងថ្លៃនៅរយៈពេលប្រហែលខែនេះចាអញ្ចឹងដូច្នេះកុំឲ្យខាតពេលវេលាយូរយើងមកតាមដានការវិភាគទីផ្សារប្រចាំថ្ងៃទាំងអស់គ្នាបាទជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះទី17ខែតុលាឆ្នាំ2025យើងមកដឹងពីតម្លៃខ្ពស់និងតម្លៃទាបនៃហាងឆេងមាសបងដែរយើងឃើញថាក៏តែម្សិលមិញលោកដូណាល់ណាប្រកាសថា we in a trade war with China គឺតម្លៃមាសមានការកើនឡើងថ្លៃមែនទេបងប្អូនទាំងគ្នាបាទកើនឡើងហើយកើនឡើងទៀតរហូតដល់ផឹកមិញនេះគឺឡើងទៅដល់$4,300 $4,380 ក្នុងមួយអោនដែលតម្លៃនេះគឺតម្លៃខ្ពស់មែនទែនខ្ពស់នេះមហាសានខ្ពស់តែម្ដងអញ្ចឹងនៅក្នុងថ្ងៃនេះបើសិនជាតម្លៃមាសបាទបើសិនជាតម្លៃមាសបន្តឡើងមកដល់តម្លៃនេះបងប្អូនទាំងគ្នាបាទគឺ$4,385ខ្ញុំនឹងឲ្យធ្វើការ sell ខ្លីៗតំបន់នេះមួយហើយបើសិនជាមាសបំបីតម្លៃហ្នឹងឡើងទៅតម្លៃខ្ពស់ទី2គឺតម្លៃ$4,418ដែលគេហៅថា safe zone បងប្អូនអាចធ្វើការ sell ចុះមកក្រោមដែរហើយបើសិនជាបំបីតម្លៃនេះគឺមាសនឹងឡើងទៅខ្ពស់ថែមទៀតគឺដល់តម្លៃ$4,500ក្នុងមួយអោនដែលតម្លៃខ្ពស់បំផុតដូច្នេះយើងរងចាំមើលទាំងអស់គ្នាថាតើតម្លៃមាសនឹងប៉ះ resistance មួយណាយើងនឹងធ្វើការ sell ចុះទាំងអស់គ្នាដូច្នេះថ្ងៃនេះខ្ញុំមានខ្លីៗប៉ុណ្ណឹងសម្រាប់បងប្អូនស្វែងយល់ត្រូវការជួញដូរមាសគីឡូខាងក្រៅឬក៏តាមបំពន្ធធនាគារអាចទំនាក់ទំនង admin បានតាមរយៈលេខទូរស័ព្ទ0957223377បាទសូម